យើងចាប់ផ្ដើមទាំងអស់គ្នាជំហានដំបូងនៅក្នុងការactivate នៅ Office ឥឡូវខ្ញុំបើក Office ខ្ញុំ Office 2024 បាទអញ្ចឹងបើកមកនេះបាទគឺវាអត់ចូលទេវាទៅទាយើង sign in ឬក៏ដាក់នៅ key license អញ្ចឹងតែអញ្ចឹងខ្ញុំអត់មានទេខ្ញុំនឹងប្រើ key activate អូខេតោះដំបូងឡើយបងប្អូនត្រូវបិទអ៊ីនធឺណិតសិនមកជំហានទី1យើងត្រូវបិទអ៊ីនធឺណិតបាទបើបងប្អូនប្រើ Wi-Fi គឺបងប្អូនចុចបិទ Wi-Fi ទៅតែនេះដោយសារតែខ្ញុំប្រើខ្សែខ្ញុំធ្វើការបិទនៅអ៊ីនធឺណិតខ្ញុំចោលតោះមកជំហានទី2គឺបងប្អូនត្រូវធ្វើការបិទនៅកម្មវិធីចាប់មេរោគបាទអញ្ចឹងខ្ញុំបិទចោលទៅហើយបងប្អូនអត់មានកម្មវិធីចាប់មេរោគទេនេះបងប្អូនចូលមកនេះចូលមក setting មក update and security ហ្នឹងហើយយើងធ្វើការបិទWindows security នេះចេញទៅបាទនេះយើងធ្វើការបិទនៅ Windows security ទៅយើងអាចធ្វើការ activate បាននេះអូខេអញ្ចឹងបន្តមកទៀតជំហានទី3គឺបងប្អូនចូលទៅ Telegram របស់ខ្ញុំមកនេះអញ្ចឹងខ្ញុំតម្លាក់ចូលហើយ key activate នេះសារខ្ញុំ download ហើយខ្ញុំធ្វើការបើកវាទៅខ្ញុំ extract វាបាទអញ្ចឹងបន្ទាប់ពី extract រួចរាល់បាទយើងធ្វើការបើកវាមកបាទអញ្ចឹងវាមាននេះមានភាសាវាយើងយកលើមកភាសាអង់គ្លេសទៅមកទៀតបងប្អូនយកនេះបាទគឺយក Windows Patch file នេះខាងលើគេនេះទៅមកយើងចុចពាក្យថា run អញ្ចឹងយើងវានឹងនាំយើងចូលទៅកាន់ CMD ហើយយើងចុច yes មកបាទអញ្ចឹងវាកំពុងធ្វើការ extract អូខេអញ្ចឹងមកដល់ចំណុចនេះបងប្អូនត្រូវចុចលេខ1ដែរវាឲ្យយើងជ្រើសរើសនេះយើងមើលទៅលេខ1គឺ activate start Windows and Office អញ្ចឹងយើងចុចលេខ1មកព្រមទៀតបើវាមានចំណុចទៀតនេះបាទលេខ1ដល់លេខ8នេះអញ្ចឹងអ្វីយើងត្រូវធ្វើគឺយើងចុចលេខ1ទៀតមកបាទព្រមទៀតវាសួរយើងថាតើយើងចង់ activate អីគេបាទ Windows ឬក៏ Office ឬក៏ទាំងពីរអញ្ចឹងសម្រាប់ខ្ញុំចង់ activate តែ Office ទេអញ្ចឹងខ្ញុំចុច O មកបាទគេដាក់យើងវាយ O នេះបើយើង activate Windows យើងចុច W ហើយបើយើងចង់ activate ទាំងពីរយើងចុច A ខ្ញុំសូមខាយ O មកបាទអញ្ចឹងវាអូខេហើយវាធ្វើការ install នៅ key ចូលទៅMicrosoft Office របស់យើងអានេះយើងរងចាំល្បាក់មួយនាទីអីតាមកុំព្យូទ័រយឺតឬលឿនបាទអញ្ចឹងវាកំពុងធ្វើការ convert នៅ key ហើយបាទអញ្ចឹងបន្ទាប់ពីវារត់ល្បាក់មួយនាទីមកគឺវាជោគជ័យហើយអញ្ចឹងបន្ទាប់ពីជោគជ័យគឺនេះវាឲ្យយើង press key ណាមួយទៅដើម្បីចាក់ចេញអញ្ចឹងដល់ឥឡូវនេះបងប្អូនយកលេខ7មកដើម្បីចាក់ចេញចុចលេខ7ចុច OK មកអញ្ចឹងเราចាំវាទៅវាចេញបន្ទាប់មកយើងខ្វែងចូលទៅយើងចូលទៅ Office របស់យើងម្ដងទៀតយើងបើក Office មកអូខេអញ្ចឹងវាចេញទៅអាចដំណើរការធម្មតានេះបាទយើងអាចចូលទៅប្រើប្រាស់ Office បានវាឲ្យយើងប្រើប្រាស់បានទេបាទយើងមិនចាំបាច់បញ្ចូលនៅ license key ឬក៏អីផ្សេងទេហើយសូមជឿផងដែរថា KMS នេះគឺ activate បានចាប់ពី Office 2019ឡើងបាទ2019ឡើងទៅគឺអាចធ្វើបានបាទវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា